ការស្រាវជ្រាវអំពីទីផ្សារមាន5ប្រភេទសំខាន់ៗដូចជាការស្រាវជ្រាវទីផ្សារជាដំណើរការនៃការកំណត់លទ្ធភាពជោគជ័យនៃសេវាកម្មឬផលិតផលថ្មីតាមរយៈការស្រាវជ្រាវដែលធ្វើឡើងដោយផ្ទាល់ជាមួយអតិថិជនគោលដៅការស្រាវជ្រាវទីផ្សារអនុញ្ញាតឲ្យក្រុមហ៊ុនរកឃើញពីទីផ្សារគោលដៅដឹងពីតម្រូវការរបស់អតិថិជនគោលដៅក៏ដូចជាចំណាប់អារម្មណ៍របស់អតិថិជនចំពោះផលិតផលឬសេវាកម្មនិងទទួលបានមតិកែលម្អផ្សេងទៀតពីអតិថិជនការស្រាវជ្រាវអំពីទីផ្សារមាន5ប្រភេទសំខាន់ៗដូចជាទី1 primary research ទី2 secondary research ទី3 quantitative research ទី4 qualitative research និងទី5ចុងក្រោយគឺ syndicated research